taយើងមកលំហាត់របស់យើងលំហាត់មួយគេថាម៉ូតូដឹកទំនិញមួយស្ថិតនៅលើស្ពានរងនៅកម្លាំង S 3000 Newton លើស្ពានកញ្ញាឬកំណត់កម្លាំងដែលមានអំពើលើទម្រ A និងទម្រ B របស់ស្ពានគេមានទម្រ A ទម្រ B នៅលើស្ពានមួយហើយទម្រ A រងនៅកម្លាំងសង្កត់ S1 ទម្រ B រងនៅកម្លាំងសង្កត់ S2 ហើយចម្ងាយវាមាន D1 ស្មើ20 D2 ស្មើ10ហើយកម្លាំងផ្គួបរបស់វាគឺ S ស្មើ3000 Newton ទម្ងន់របស់ម៉ូតូតបមកយើងមើលដំណោះស្រាយទាំងអស់គ្នាគេឲ្យយើងកំណត់កម្លាំងដែលមានអំពើលើទម្រ A និងទម្រ B គេឲ្យរកទម្រ A ទម្រ B មានកម្លាំង S1 និង S2 យើងត្រូវរកតបមកយើងតាមរូបមន្តរបស់យើងឬក៏តាមសមាត្រគឺ S2 លើ D1 ស្មើ S1 លើ D2 ស្មើ S1 បូក S2 ស្មើ R លើ D1 បូក D2 ស្មើ D តបមកយើងទាញរូបមន្តមកគេបាន S1 លើ D1 ស្មើ R លើ D នាំឲ្យ S1 ស្មើ R គុណនឹង D2 ចែក D អញ្ចឹងយើងស្រង់សមាត្រកម្មមក R 3000 Newton D2 ស្មើ12 D1 ស្មើ10កន្លែងហ្នឹងឲ្យបានស្រង់ D ស្មើ10 D1 បូក D2 ស្មើ20ម៉ែត្របូក10ម៉ែត្រស្មើ30ម៉ែត្របន្ទាប់មកទៀតយើងបាន S1 ស្មើនឹង3000 Newton គុណនឹង10ម៉ែត្រចែកនឹង30ម៉ែត្រស្មើនឹង1000 Newton តបមកយើងរក S2 ម្ដងដោយ S1 បូក S2 ស្មើ R នាំឲ្យ S2 ស្មើ R ដក S1 កន្លែងដក S1 ហ្នឹងយើងបោះ S មកគឺដូរសញ្ញាស្មើនឹង3000ដក1000ស្មើ2000 Newton អញ្ចឹងដូចនេះកម្លាំងដែលមានអំពើលើទម្រ A និងទម្រ B S1 ស្មើ1000 S2 ស្មើ2000 Newton សូមអរគុណ